Gareth Frank Bell កើតនៅថ្ងៃទី16ខែកក្កដាឆ្នាំ1989នៅទីក្រុង Cardiff ប្រទេស Wales គាត់ត្រូវបានគេស្គាល់ថាជាកីឡាករបាល់ទាត់ល្បីបំផុតម្នាក់នៅក្នុងពិភពលោកដោយសារសមត្ថភាពក្នុងការបណ្ដាបាល់ល្បឿនបច្ចេកទេសញាក់និងការស៊ូតបាល់ពីចម្ងាយរបស់គាត់នៅអាយុ16ឆ្នាំ Bell បានចូលរួមជាមួយក្លាប់ Southampton FC ហើយបានក្លាយជាកីឡាករវ័យក្មេងជាងគេដែលបានបង្ហាញខ្លួននៅក្នុងក្លាប់នោះនៅឆ្នាំ2007គាត់ត្រូវបាន Tottenham Hotspur ទិញយកទៅចូលរួមហើយបានក្លាយជាតារាបាល់ទាត់ល្បីឈ្មោះម្នាក់នៅក្នុងពានរង្វាន់ Premier League ក្នុងអំឡុងពេលនៅ Spurs គាត់បានទទួលពាន Player of the Year ចំនួន2ដងឯណោះបន្ទាប់មកនៅឆ្នាំ2013 Gareth Bale ត្រូវបានក្លឹប Real Madrid ទិញយកក្នុងតម្លៃខ្ពស់បំផុតនៅពេលនោះពោលគឺប្រហែល100លានអឺរ៉ូឯណោះនៅទីនោះគាត់បានជួយក្លឹបឈ្នះពានធំៗជាច្រើនជា UEFA Champions League ចំនួន5ដងនិង La Liga ចំនួន3ដងលើសពីនេះទៅទៀតគាត់ក៏បានស៊ុតបញ្ចូលនៅក្របបាល់ដ៏ល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រ Champions League ជាមួយ Style Bicycle Kick នៅក្នុងការប្រកួត Champions League Final ឆ្នាំ2018ទល់នឹងក្រុម Liverpool ផងដែរងាកទៅជម្រើសជាតិវិញ Bell បានចូលលេងឲ្យក្រុមជម្រើសជាតិ Wales ចាប់តាំងពីអាយុ16ឆ្នាំមកម្ល៉េះគាត់បានជួយឲ្យ Wales ឈានដល់វគ្គ Semi-final ក្នុងការប្រកួត Euro 2016និងមានឈ្មោះក្នុងពាន World Cup 2022ត្រឡប់មកវិញបន្ទាប់ពីបាត់ឈ្មោះអស់រយៈពេលជាច្រើនទសវត្សរ៍គួរបញ្ជាក់ថាក្នុងពេលបច្ចុប្បន្ននេះ Gareth Bale បានប្រកាសសម្រាប់ពីការលេងបាល់ទាត់អាជីពរបស់គាត់ហើយដែលក្នុងនោះគាត់គឺបានផ្លាស់ប្ដូរទៅលេងកីឡាវាយកូនហ្គោលវិញ